ឥឡូវនេះកំពុងតែបន្តដំណើរទៅកន្លែងដើរលេងមួយទៀតហើយខ្ញុំថតបង្ហាញទៅកាន់អ្នកនរគ្នាអំពីទេសភាពអាគារនិងការធ្វើដំណើរប្រជាពលរដ្ឋនៅទីក្រុងនិងតាមភូមិនៃទីក្រុងសញ្ញាកោះហៃណាន់ទៅមកដល់កន្លែងមួយទៀតហើយកន្លែងដែលខ្ញុំដើរលេងមួយទៀតនេះគឺមានឈ្មោះថាបឹងឡាងលី and Mel Culture Park ឬក៏ភាសានៅក្នុងបកប្រែជាធัวគឺភូមិវប្បធម៌បឹងឡាងការដែលមកដល់លេងនៅនេះគឺយើងមកមើលពីប្រពៃណីសំណង់បែបបុរាណនិងជីវិតប្រចាំថ្ងៃនៃជនជាតិភាគតិចលីនិងម៉ែវនៅទីនេះរួមទាំងការរាំការសម្ដែងវប្បធម៌និងសម្លៀកបំពាក់ចឹងឥឡូវនេះយើងដើរចូលខាងក្នុងសិនពេលដែលនៅកន្លែងច្រកចូលនេះកន្លែងនេះកន្លែងទិញសបុតហើយខ្ញុំឃើញរូបខ្ញុំគិតថាបែរជាបុរាណរបស់គេទាំងឈុតទាំងអីអូខេឥឡូវយើងដើរចូលខាងក្នុងទៀតនៅហ្នឹងគេមានជាលក្ខណៈដូចយើងភូមិវប្បធម៌កន្លែងគេសំដែងបុរាណដែរប៉ុន្តែយើងត្រូវការបន្ថែមលុយទៀតនៅកន្លែងហ្នឹងគេទិញសបុតដោយគេឲ្យកាស Bluetooth ហ្នឹងបើសិនបើកាសហ្នឹងបាត់សងគេ$5វិញចឹងសបុតនៅនេះគឺជាកាស Bluetooth ហើយបងហ្គាយគាត់ណែនាំកន្លែងណាចឹងខ្ញុំស្ដាប់គាត់ជាជនជាតិលីនៅក្នុងភូមិហ្នឹងតែគាត់ពាក់អាវហ្នឹងជាពាក់ភូមិបុរាណរបស់គាត់ហ្នឹងហើយតបពីចូលខាងក្នុងបាទគឺឃើញកន្លែងទឹកជ្រោះសពនិមិត្តដែលគេដេកគួរឲ្យថតរូបហើយនឹងគេចូលតាមប្រឡោះនេះដើម្បីរៀបយកដឹងពីកន្លែងភូមិវប្បធម៌គេដល់មកស្ដាយដែរស្ដាយកូនបើស្ដាយលឿនណាគ្នាឥឡូវដល់មកគេសម្ដែងហើយដល់មកគេសម្ដែងហើយអ្នកគ្នាខ្ញុំមានអារម្មណ៍ថាភ្លេងហ្នឹងដូចភ្លេងមងសាយមិនគេសម្ដែងមក show ទៀតហើយអានេះគេសម្ដែង show ទី2និយាយមែនអ្នកគ្នានៅទីនេះគឺដូចជាភូមិវប្បធម៌នៅខ្មែរយើងដូចគ្នាទេហើយពេលវេលាដែលខ្ញុំចូលថ្ងៃនេះគឺពិតជាសំណាងមែនតើដល់ពេលដែលចូលទៅគឺបានឃើញគេបង្ហាញពី show របស់គេបើសិនជាយើងចង់ឃើញពីការបង្ហាញវប្បធម៌គេឲ្យកាន់តែច្បាស់គឺយើងចូលបង់លុយបន្ថែមទៅចូលក្នុងខាងក្នុងផ្ទះគេប៉ុន្តែនេះគឺខ្ញុំអត់បានចូលបន្ថែមទេម្យ៉ាងទៀតនៅទីនេះពិតជាធំមែនតើអញ្ចឹងទៅអត់បានដើរទេគឺជួលឡានអាគុយជិះមើលជុំវិញនៅទីនេះនេះយើងជិះមើលភូមិជុំវិញហ្នឹងឥឡូវជិះឡានអាគុយមើលភូមិជុំវិញហ្នឹងមកជុំហើយអ្នកគ្នាចំពោះអាកាសធាតុនៅនេះត្រជាក់ដោយសារតែនៅនេះគឺជាតំបន់ភ្នំមុននឹងមកដល់ភូមិនេះគឺយើងឡើងភ្នំទេភ្នំគេដូចនៅគិរីរម្យអីចឹងណាហើយគ្រាន់តែចោះពីឡានក្រុងហ្នឹងមានអារម្មណ៍ថាត្រជាក់ហើយឥឡូវពងជិះតាមផ្លូវនេះក៏អាកាសធាតុត្រជាក់ដែរហើយនៅនេះបើសិនបើយើងចង់ hello ដាក់គេយើងត្រូវលើកដៃចេះនេះតែភូមិបុរាណគេក៏ត្រជាក់បែបធម្មជាតិត្រជាក់ដូចពេលខ្ញុំទៅគិរីរម្យវាត្រជាក់របៀបចឹងតោះឥឡូវមកមើលជនជាតិភាគតិចជនជាតិលីងហ៊ាននិយាយភាសាខ្មែរចាំមើលគាត់និយាយខ្មែរគាត់អ្នកជនជាតិភូមិនៅក្នុងដែលថាតាមតាមវីដេអូប៉ុន្តែគាត់ជា guide នៅក្នុងភូមិនោះពេលដែលខ្ញុំថតជីឡានជុំវិញហ្នឹងសើផ្ទះភូមិគេហ្នឹងអានេះក៏ផ្ទះភូមិគេដែរនេះយើងចង់ដើរថតរូបដែរអីយើងអាចដើរមើលទេសភាពតាមផ្លូវហើយត្រជាក់មែនតើនិយាយមែនតើណាត្រជាក់ផ្ទះរបស់ជនជាតិលីដំបងគេបំផុតផ្ទះហ្នឹងដំបងគេបំផុតហ្មងហើយគេនៅបន្សល់ទុកដែរតាមដំបងគេបំផុតដែលមានដីអត់ដែលមានអីជនជាតិលីទាំង5ប៉ុន្តែក៏អាចសន្តាននឹងអាវផ្សេងគ្នា ក
បើសិនជាអានជាអង់គ្លេសនៃគាត់រូបភាពទាំងអស់នេះដែលនៅការនៅកោះហើយណានហ្នឹងការជាជនជាតិលីហ្នឹងពីពីផលអាបែប7000ឆ្នាំមុនទៅ3000ឆ្នាំមុនគឺការពីហើយសន្តានការពី7000ទៅ3000ឆ្នាំមុនអូខេតែដឹងថារូបអីគេខ្លះទៀតតែឥឡូវមកដល់ history ហើយថតមុនហ្នឹងផ្លេចនេះគ្នាឃើញរូបសាក់គាត់សាក់ហ្នឹងការពីប្រពៃណីគាត់គឺគេសាក់មនុស្សស្រីត្រូវតែសាក់ហ្មងសាក់ដើម្បីបង្ហាញពីស្ថានភាពគ្រួសារស្ពូចគ្រួសារហើយនឹងបង្ហាញពីស្ត្រីហ្នឹងជាប់សាច់ឈាមជាប់អីចឹងណាបើសិនជាសាក់ដូចគ្នាស្ត្រីដូចគ្នាបានថាជាប់សាច់ឈាមគ្នាបើសិនបើសាក់ផ្សេងគ្នាហ្នឹងគឺបងប្អូនផ្សេងគ្នាឬក៏ទី2មូលហេតុដែលដល់ពេលបច្ចុប្បន្នដែលអត់ទាន់មានគឺដោយសារការឆ្នាំពី1950ប្រធានាធិបតីនៅខាងប្រទេសចិនហ្នឹងបានស្នើសុំនៃកត្រៀងរបស់គេឲ្យលុបប្រពៃណីហ្នឹងចោលអញ្ចឹងមិនអ្នកក្រោយៗមកលែងមានដែរនេះគឺនោះស្រីកាលពីបុរាណដែលអ្នកដែលសាក់នៅសល់ប្រហែលជាជាង10នាក់គាត់សាក់អូព្រឹកណាគ្នាចំពោះបរោះដែលនៅភូមិនេះមនុស្សប្រុសយកប្រពន្ធបានតែម្នាក់គត់បើសិនបើថាពេលយកទៅមនុស្សស្រីនឹងស្លាប់បាត់ខាងប្រពន្ធស្លាប់បាត់ក៏មនុស្សប្រុសនឹងអាចការប្រពន្ធទៀតដែរអញ្ចឹងខាងមនុស្សស្រីគឺអតីតកាលពិបាកមែនតើក្នុងការសាក់ព្រោះឈឺហើយខូចសម្រស់គាត់ទៀតតែអាហ្នឹងគឺជាប្រពៃណីសម្រស់របស់គាត់នៅខាងជនជាតិគេអញ្ចឹងណាតែបើមនុស្សប្រុសគឺការបានតែម្នាក់ទេប្រពន្ធបានតែមួយទេហើយឈប់បានហើយពេលបច្ចុប្បន្នមនុស្សស្រីដែលសាក់នឹងសល់ប្រហែលជាជាង10នាក់ទេតាំងពីឆ្នាំ1950មកលើកមានអាសាក់ហើយដើមឈើនេះអាយុ6ឆ្នាំសុំទោសហើយសម្រាប់អ្នកនៅភូមិនេះគេទៅបាញសរសៃសូត្រយកលក់គេទៅបាញសរសៃសូត្រដោយគាត់ចឹងគេបានសរសៃសូត្រដោយគាត់មនុស្សប្រុសយកប្រពន្ធបានតែមួយឯតែអ្វីដែលផ្លេចដឹងរឿងមួយទៀតគឺមនុស្សប្រុសទៅដឹងមនុស្សស្រីទី1ត្រូវមានកបីដើម្បីបង្ហាញថាយើងជាអ្នកមានស្ដុកស្ដំអីចឹងមនុស្សប្រុសទី2ត្រូវមានជាមជ្ឈលប្រាក់ដែលសៀតសក់មនុស្សស្រីហ្នឹងដើម្បីសៀតសក់ដែលបង្ហាញពីក្តីស្រឡាញ់របស់មនុស្សប្រុសទី3គឺកងដៃឬកងនិយាយឃើញគាត់ធ្វើកែវការកងដៃសងខាងហ្នឹងដើម្បីត្រូវមានកងដៃសងខាងដើម្បីបង្ហាញថាធំគាត់ដើម្បីនៅក្នុងបេះដូងមនុស្សប្រុសយើងបើសិនបើយើងជួនដើម្បីជារៀងនេះគាត់អាចរកមនុស្សប្រុសផ្សេងឲ្យបានទៀតដែរហើយទន្ទឹមនឹងមនុស្សស្រីដែលពាក់កងដៃហ្នឹងគឺមកជារៀងពាក់បាន13ឯងហើយពាក់ម្ដងសងខាងហ្មងដោយសារតែកងដៃទី1គឺបញ្ជាក់ពីឪពុកម្ដាយស្រឡាញ់ទៅកាន់កូនកងដៃទី2គឺបញ្ជាក់ទៅកាន់បញ្ជាក់ទៅកាន់បងប្អូនវាថាបើគាត់មានបងប្អូនជូនគ្នាស្រឡាញ់គ្នាអញ្ចឹងណាហើយកងដៃទី3គឺចំពោះបរោះហ្នឹងត្រូវជូនទៅស្ត្រីដែលប្តីទៅជូនប្រពន្ធហ្នឹងហើយអ្នកគ្នានេះគឺដើមស្លាខ្ញុំនិយាយត្រង់ខ្ញុំអត់ស្គាល់ដើមស្លាទេហើយដើមស្លាហ្នឹងគឺមនុស្សប្រុសពេលដែលត្រូវទៅដឹងមនុស្សស្រីហ្នឹងដែលត្រូវមនុស្សប្រុសត្រូវចេះឡើងដើមស្លាហ្នឹង49ដើមមុខម៉ែឲ្យក្មេកមើលដើម្បីបង្ហាញថាខ្លួនឯងវាថាមានចង្កេះមានសុខភាពរឹងមាំល្អអីចឹងណាសិនគេត្បាញសូត្រហើយគេមានលក់របស់របរដែរអញ្ចឹងណាក៏ឲ្យខ្ញុំមើលទៅតម្លៃយន់ពិតជាថ្លៃដែរ33យន់កវល 58.00 យន់58យន់ហ្មងចៃនឹង7ដឹងហ្មងនេះខ្សែដៃក៏ពិតចង់សក់នេះបតាវណាគ្នាឲ្យប្រាក់នៅលើភ្នំនេះប្រាក់គេហៅប្រាក់99ណាគឺប្រាក់សុទ្ធនៅខាងយើងប្រាក់42គឺប្រាក់99ហើយធានាដែលប្រាក់គេសុទ្ធដោយសារអីគឺដោយសារតែប្រាក់នៅនេះគឺគេទិញពីរដ្ឋាភិបាលគេហ្មងដំបងគេរកប្រាក់ជាដុំថ្មមកគេឆ្នៃជាប្រាក់អញ្ចឹងហើយគេឆ្នៃជាគ្រឿងអលង្ការរបស់ប្រាក់ដូចមកចូលដូចខ្សែដៃអញ្ចឹងទៅហើយនៅខាងនេះចោលខ្ញុំមកដល់កន្លែងគេលក់
ប្រាក់អញ្ចឹងគ្រឿងអលង្ការប្រាក់អីចឹងណាប្រាក់នេះគឺគេបញ្ជាក់ថាគឺ99បើសិនជាឆែកឃើញ98គេសង1គុណ10វិញហើយតំបន់នេះគេហៅភូមិម៉ែវវាជាសហព័ន្ធមួយភូមិវាថាពីភូមិមួយទៅភូមិមួយហើយជាមួយនឹងភូមិលីដែលភូមិម៉ែវនេះគេល្បីខាងត្រង់ទឹកដែលគេបាញ់ថ្នាំហ្នឹងអត់ដឹងថាគេផ្សំពីអីដែលគេបាញ់លាបនៅកន្លែងដែលតំបន់ដៀងកន្លែងណាវាបាត់ឈឺកន្លែងហ្នឹងនៅខាងតំបន់លីគេលក់ជារបៀបប្រាក់លក់ដូចជាតែរំកអីខ្ញុំហៅមុនហ្នឹងខ្ញុំភ្លេចបាត់ហើយប៉ុន្តែនៅនេះគេរំជារបៀបថ្នាំបិទឈឺកន្លែងណាបាត់កន្លែងហ្នឹងអញ្ចឹងគេបាញ់គេមានថ្នាំបាញ់ឲ្យដាក់មួយថងបិទនិយាយទៅនៅទីនេះជាភូមិតំបន់របស់គេយើងអាចសិក្សាពីវប្បធម៌របស់គេបានច្រើនទេគឺមានតែដឹងត្រួសតែប៉ុណ្ណោះបើសិនបើអ្នកគ្នាចង់យល់ច្បាស់តអ្នកទាំងអស់គ្នាមកធ្វើជាជនជាតិនៅនឹងតែម្ដងខ្ញុំនិយាយលេងណាគ្រាន់តែនៅតំបន់គេនេះគឺគេមានលក់ដូចជាកសែងសូត្រដែលគេធ្វើដោយផ្ទាល់ដៃមានដូចជាប្រាក់ដែលមានការធានាចេញពីរដ្ឋាភិបាលគេត្រឹមត្រូវនិងថ្នាំបុរាណរបស់គេដែលបាញ់និងបិទទៅធ្វើឲ្យបំបត្តិការរោយជាដើមអ្វីដែលមិនអាចបំភ្លេចបានមួយទៀតគឺនៅតំបន់កន្លែងហ្នឹងមានលក់ម្នាស់ដែលយើងញ៉ាំទៅពិតជាឆ្ងាញ់មែនតើដល់ញ៉ាំបាយគ្នានេះមកហូបបាយសម្រាប់នៅហាងនេះជាពិសេសមានល្ពៅគេហៅថាល្ពៅជាពិសេស